បើពុកម៉ែបងប្អូនពេញចិត្តវីដេអូអតីតកាលនេះសូមជួយshareឲ្យម្នាក់មួយផងនេះជាសកម្មភាពរបស់កសិករខ្មែររបស់យើងគាត់ភ្ជួរស្រែដោយប្រើគោហើយការភ្ជួរស្រែដោយប្រើគោនេះសម័យឥឡូវវាឡើងមានហើយពុកម៉ែបងប្អូនមានដែរសល់មិននឹមពីនឹមតាមតំបន់ខ្លះគឺឡើងមានហើយការភ្ជួរនេះគឺទៅតែភ្ជួរម៉ោង5ហើយទេហើយភ្ជួរស្អាតណាស់ពុកម៉ែបងប្អូនមិននឹមនេះគាត់ថារៀងចាំតិចហើយមិននឹមនេះដោយសារតែគាត់ទុកប្រើអញ្ចឹងណាហើយគាត់មើលថែបានល្អមែនតើហើយលោកពូម្នាក់នេះគាត់កំពុងធ្វើការបង្រៀបគោហើយគោរបស់គាត់នឹងក៏ទុកតែទឹមដែរទេពុកម៉ែបងប្អូនមិនទាន់ចេះភ្ជួរទេតែលើគាត់ធ្វើការបង្ហាត់បង្រៀនដើម្បីភ្ជួរនៅពេលខាងមុខនឹងឥឡូវថ្ងៃនេះថ្ងៃ6ហើយប្រហែលជាកន្លះថាមួយទឹកទៀតចុះភ្លៀងធ្លាក់មកអាចភ្ជួរបានដែរពុកម៉ែបងប្អូនគាត់ថាមួយនោះរៀងផ្អើលដោយសារដែរបានភ្ជួរបានចូលនឹមយូរអញ្ចឹងទៅផ្អើលអញ្ចឹងណាប្រងគេចនឹមហើយស្មាននេះគឺម៉ោង6ជាងបងប្អូនគាត់បង្រៀបពីព្រឹកអញ្ចឹងណាហើយមិញវីដេអូបំមាញ់ហ្នឹងខ្ញុំធ្វើការថតក្នុងថ្ងៃតែមួយទេគាត់ថាយើងយកមកភ្ជាប់ជាមួយនឹងការបង្រៀបគោអញ្ចឹងហើយគោភិនភាគដូចជាដូចគ្នាទេពុកម៉ែបងប្អូននិយាយរួមដូចពូជតែមួយហ្នឹងខ្ញុំមិនដឹងដែរគាត់ថាមើលទៅដូចស្តៀងគ្នាមិននឹមមិញហើយនឹងមិននឹមនេះកន្លែងណាខ្លះបងប្អូនអសល់គោប្រើភ្ជួរតែបើកន្លែងខ្ញុំនេះគឺឡើងមានហើយមានមួយអញ្ចឹងណាហើយខាងភូមិស្រុកបងប្អូននៅមានដែរមើលទៅក៏មានជួយប្រាប់បងប្អូនលោកបានមានឱកាសទៅថតអីចឹងទៅណាដើម្បីអស់ចែកជូនបងប្អូនមកទស្សនាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់